ថ្មីនេះអ៊ីស្រាអែលបានជូនដំណឹងថាខ្លួននឹងអនុញ្ញាតឲ្យដឹកជញ្ជូននៅស្បៀងអាហារមួយចំនួនចូលទៅក្នុងតំបន់កាហ្សាដើម្បីដោះស្រាយវិបត្តិភាពអត់ឃ្លានក៏ប៉ុន្តែកងកម្លាំងនៅតែបន្តពង្រីកប្រតិបត្តិការយោធាជើងគោកនៅភាគខាងជើងនិងភាគខាងត្បូងបន្តទៀតការសម្រេចចិត្តនេះបានធ្វើឡើងបន្ទាប់ពីមានការដាក់សម្ពាធពីអន្តរជាតិនិងការព្រមានអំពីគ្រោះទុរភិក្សដ៏ធ្ងន់ធ្ងរនៅកាហ្សាការិយាល័យរបស់នាយករដ្ឋមន្ត្រីលោកនីតាន់យ៉ាហ៊ូបាននិយាយថាចំណាត់ការនេះគឺផ្អែកទៅលើសេចក្តីណែនាំពីខាងយោធាដើម្បីគាំទ្រការប្រយុទ្ធប្រឆាំងនឹងក្រុមហាម៉ាស់កងទ័ពអ៊ីស្រាអែលបាននិយាយទៀតថាខ្លួនបានវាយប្រហារលើគោលដៅរបស់ក្រុមហាម៉ាស់ជាង670កន្លែងដោយបានសម្លាប់សមាជិកក្រុមឧទាមនេះរាប់សិបនាក់ខណៈដែលមន្ត្រីសុខាភិបាលកាហ្សាក៏បានរាយការណ៍ថាមានមនុស្សស្លាប់កើនឡើងរាប់រយនាក់នៅក្នុងនោះមាន130នាក់បានស្លាប់នៅត្រឹមតែមួយយប់ប៉ុណ្ណោះខណៈដែលមានការវាយលុកជាបន្តបន្ទាប់នោះកិច្ចពិភាក្សាដោយប្រយោលរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់នៅកាតាក៏មិនមានវឌ្ឍនភាពទៅមុខដូចគ្នាគេបានបញ្ជាក់ទៀតថាកិច្ចពិភាក្សាខាងដើមគឺផ្ដោតទៅលើបទឈប់បាញ់ការដោះលែងចំណាប់ខ្មាំងនិងការបញ្ចប់សង្គ្រាមប៉ុន្តែនៅក្នុងនោះអ៊ីស្រាអែលបានស្នើសុំឲ្យក្រុមហាម៉ាស់ចាកចេញពីតំបន់កាហ្សាហើយទម្លាក់អាវុធចុះដូច្នេះហើយក្រុមហាម៉ាស់មិនព្រមតាមនោះឡើយសូមបញ្ជាក់ដែរថាចាប់តាំងពីដើមខែមីនាមកអ៊ីស្រាអែលបានបិទការនាំជំនួយចូលទៅទាំងស្រុងដើម្បីដាក់សម្ពាធទៅលើក្រុមហាម៉ាស់ក៏បានបញ្ជាក់ទៀតថាខ្លួនព្រមដោះលែងចំណាប់ខ្មាំងទាំងអស់នោះប្រសិនបើអ៊ីស្រាអែលបញ្ឈប់សង្គ្រាមដកទ័ពបើកច្រកផ្លូវនិងដោះលែងអ្នកទោសប៉ាឡេស្ទីន